ផ្លែផ្លាស់ទៅបេះផ្កាផ្លែផ្លាស់ជាក្មេងល្អជាក្មេងចេះស្ដាប់បង្គាប់និងចេះជួយការងារផ្ទះហើយតែងតែរៀននៅផ្ទះជាប្រចាំដល់រដូវបុណ្យចូលឆ្នាំផ្ទះផ្លែផ្លាស់បានរៀបចំទទួលទេវតាឆ្នាំថ្មីផ្លែផ្លាស់ថាខ្វះផ្កាឈូកសម្រាប់តាំងលម្អក៏សូមពុកម៉ែទៅបេះផ្កាឈូកនៅក្នុងបឹងពុកម៉ែយល់ព្រមនឹងឲ្យផ្លែផ្លាស់ទៅចេះប្រយ័ត្នប្រយែងធ្វើដំណើរផ្លែផ្លាស់បានជួបនឹងត្រីក្រាញ់ហើយបំរុងថានឹងចាប់យកទៅធ្វើម្ហូបត្រីក្រាញ់សុំអង្វរហើយនិយាយថាបងចង់រស់ខ្ញុំក៏ចង់រស់ដូច្នេះបងគុំសម្លាប់ខ្ញុំអីផ្លែផ្លាស់យល់ព្រមហើយសួរត្រីក្រាញ់ឯងបំរុងទៅណាត្រីក្រាញ់ប្រាប់ថាខ្ញុំរនាទៅរកទឹកបឹងថ្លាផ្លាស់ក៏និយាយថាចាំខ្ញុំនាំឯងទៅបឹងនោះព្រោះខ្ញុំក៏ត្រូវទៅបេះផ្កាឈូកដែរផ្លែផ្លាស់ខំប្រឹងរត់ប្រញាប់ប្រញាល់ខ្លាំងណាស់ព្រោះអាណិតត្រីក្រាញ់ដែលកំពុងតែក្រៀមស្ទើរតែប្រេះស្រកផ្លែផ្លាស់ក៏ឈប់សម្រាកបន្តិចយកទឹកប្រោះឲ្យត្រីក្រាញ់ទីបំផុតផ្លែផ្លាស់បានមកដល់ទឹកបឹងហើយក៏បានដាក់ត្រីក្រាញ់ចូលទៅក្នុងទឹកផ្លែផ្លាស់ក៏រកបេះផ្កាឈូកថ្វាយទេវតាឆ្នាំថ្មីត្រីក្រាញ់ឃើញដូច្នោះក៏ជួយផ្លែផ្លាស់បេះផ្កាឈូកទៅហើយបាននាំយកផ្កាឈូកទៅឲ្យផ្លែផ្លាស់សប្បាយចិត្តណាស់ព្រោះបានផ្កាឈូកច្រើនទីបំផុតផ្លែផ្លាស់ក៏ត្រឡប់មកផ្ទះហើយយកផ្កាឈូកមកជូនឪពុកម្ដាយសម្រាប់ថ្វាយទេវតាឆ្នាំថ្មីគ្រួសារផ្លែផ្លាស់រីករាយទទួលទេវតាឆ្នាំថ្មីរឿងនេះមានកំណត់អប់រំល្អៗជាច្រើនទី1ត្រូវធ្វើជាក្មេងល្អដូចជាផ្លែផ្លាស់ចេះជួយការងារផ្ទះនិងប្រឹងប្រែងរៀនសូត្រថែមទាំងស្ដាប់បង្គាប់របស់ឪពុកម្ដាយហើយចេះជួយយកអាសារអ្នកដទៃនោះគេនឹងជួយយើងមកវិញហើយធ្វើឲ្យយើងរស់នៅមានសុភមង្គលក្នុងជីវិតបើសិនជាបងប្អូនមានអ្វីចង់បន្ថែមអាចខមមិននៅខាងក្រោមវីដេអូបានណាអរគុណសម្រាប់ការស្ដាប់ទាំងអស់គ្នា